มันกอดดูตึงเพลยแต่มันดองเอามาแล้วเนี่ยdương mà đua của bạn hai người kề quá hao mọt sao mọt em ơi អរុនសួស្តីអ្នកគ្នានេះគឺជាថ្ងៃទី2នៃដំណើរថ្មើរជើង60គីឡូដែលថ្ងៃនេះដែរគឺយើងត្រូវដើរចេញពីខ្នងក្រពើទៅកាន់ខ្នងសាដែលសម្រាប់ព្រឹកនេះគឺយើងក្រោកពេលព្រឹកតិចដើម្បីទៅមើលថ្ងៃរះនៅកន្លែងពយខ្នងក្រពើដែលគេហៅថាពយលោកជើងដល់ឲ្យសាថ្ងៃរះម៉ោង 5:45 ជើងទីទៀតយើងទៅដល់ហើយគាត់ថាឥឡូវវាចាប់ដើមចេញពីលើបោកអមបដាយេអត់ឃើញទេเอามาแล้วเนี่ยយើងដាក់ថាំលេតិចដើម្បីឲ្យកាន់តែស្អាតព្រោះជាមួយពពើវិហោហើយតិចទៀតថ្ងៃរះមកដាក់ថាំលេតឲ្យពពើវិហោមកតែពពើនៅមកកន្លែងតួយ៉ាងសម្រាប់ថ្ងៃនេះជាថ្ងៃទី2ដែលពួកយើងត្រូវធ្វើដំណើរ60គីឡូទៅកាន់ក្នុងផ្សារប៉ុន្តែពួកយើងក្រោកពីព្រឹកដើម្បីមកមើលថ្ងៃរះពួកអត់ចោលទេកន្លែងដែលមើលថ្ងៃរះនៅក្នុងកំពើនេះគឺពេលព្រឹកចេះគឺស្អាតមែនទែនឥឡូវបន្ទាប់ពីយើងមើលថ្ងៃរះហើយគឺយើងបកទៅកន្លែងបោះតង់វិញហើយវិញស្អាតមែនទែនឃើញអត់យើងក្រោកម៉ោង 5បងមកមុនខ្ញុំតិចមួយវិញទៀតណានៅក្នុងរដូវកាលបៃតងនេះផ្កាឈ្រួយនៅលើក្នុងក្រពើចាប់ផ្ដើមរីកហើយសម្រាប់អ្នកដែលគាត់ស្រឡាញ់ផ្កាដឹងតែត្រូវហើយប៉ុន្តែសូមតែថតបានហើយកុំបេះវាអីដើម្បីឲ្យអ្នកក្រោយបានទៅនឹងបានថតដែរយើងមកដួសបបក៏ថតដែរលើឡើយយើងចាប់ផ្ដើមចេញដំណើរហើយដើរទៅកាន់ក្នុងផ្សារចំពោះការធ្វើដំណើរពីក្នុងក្រពើទៅកាន់ក្នុងផ្សារគឺខ្ញុំបានប្រើប្រាស់នាឡិកាដៃសុនតូដែលជាផលិតផលរបស់ប្រទេសហ្វ្រាំងឡង់ដែលជាប្រភេទ model Santoran ដែលមានរូបរាងស្ដើងស្រាលដែលមានទម្ងន់ត្រឹមតែ36ក្រាមតែប៉ុណ្ណោះហើយក៏មានមុខងារកីឡាដ៏ច្រើនប្រភេទក្នុងការជ្រើសរើសជាមួយនឹងថ្មដែលប្រើប្រាស់បានយូររហូតដល់12ថ្ងៃជាមួយនឹងការប្រើប្រាស់ធម្មតានិង20ម៉ោងសម្រាប់អ្នករត់ដោយប្រើ GPS កម្រិតខ្ពស់ជាមួយនឹង GPS ដ៏ត្រឹមត្រូវបំផុតមិនថាផ្លូវថ្នល់ឬនៅក្នុងព្រៃអញ្ចឹងហើយទើបខ្ញុំចង់ដឹងកាន់តែច្បាស់អំពីភាពសុក្រិតរបស់នាឡិកាដៃមួយនេះលើពីនេះទៅទៀតនៅក្នុងនាឡិកាដៃ Santoran នេះមានមុខងារជាច្រើនដូចជាមុខងារវាស់ចង្វាក់បេះដូងរំញ័រនៃបេះដូងវ៉អុកស៊ីសែនក្នុងឈាមតាមដានការគេងតាមដានជំហានតាមដានកាឡូរីនិងថាមពលក្នុងរាងកាយឥឡូវយើងចូលមកដល់ក្នុងព្រៃអីផ្លូវត្រជាក់ផ្លូវនេះហើយគាត់មានឡើងទួលអីច្រើនណាស់ណាដែរអញ្ចឹងផ្លូវនេះគឺរៀងស្មើងាយស្រួលក្នុងការដើរជាងថ្ងៃទី1ថ្ងៃទី3ហើយគាត់ថាចម្ងាយផ្លូវអាចនឹងរៀងវែងគួរសមដែរដែលយើងដើរហ្នឹងហើយមកលប់មែនតើតាមផ្លូវអ្នកគ្នាដូចអ្នកឃើញអញ្ចឹងគឺត្រជាក់អត់ក្តៅទេផ្លូវខែហ្នឹងគឺសម្រាប់យើងដើរព្រៃដើរអីអញ្ចឹងណាso cool មែនតើមិនបាយហើយឥឡូវ clean ពេកប្រហែលបានថតទេគេចាប់ដើមតទៅមុខទៀតសល់ហើយជា3គីឡូចុះច្រើន ដល់ក្នុងផ្សារយើងនឹងមានកាទៀវមានបាយស្រូបមានអីគ្រប់មុខមិនកត់ទូទៅតឹងផ្លូវតែម្ដងលើយើងរកផ្លូវថ្មីដើម្បី
viền bây giờ đã cắt hơn nữa cả thế ôm đào này được đào bên dẹt nè đây khơi ôm đây này cha my god អូធំមិនតំដួលថ្មីហ្នឹងនេះទុកកាត់ទៅតឹងផ្លូវហ្មងអញ្ចឹងបើការធ្វើដំណើរដោយម៉ូតូឯ off road អីគឺនឹងជាប់ដំណើរអត់អាចទៅមុខកើតហ្មងធំនេះផ្លូវមកពីក្នុងកំពើនេះឃើញយ៉ាទីបំផុតយើងបានមកដល់វាលហើយណាគ្នាបន្ទាប់ពីយើងដើរអស់រយៈពេល2ម៉ោង44នាទីចង់វាស្មើនឹង10.66 គីឡូអូខេ so នេះគ្រាន់តែដល់ឡើងវាលទេបានយើងចេញពីហ្នឹងយើងទៅកន្លែងយើងបោះតង់យ៉ាអូដល់ហើយណាគ្នាហើយកានូក្នុងផ្សារអូខេមានកាទៀវមានមីបាទណាOh my god តង់ថ្ងៃនេះបាទប៉ុន្តែខ្ញុំអត់បោះនឹងទេខ្ញុំទៅបោះនៅក្រោមព្រោះមើលតង់ក៏ដូចកថាន់ដែរអូខេឥឡូវគឺថាខ្ញុំមកដល់ក្នុងផ្សារហើយនេះគឺជាទីតាំងយើងមកម្ដងទៀតលើកមុនយើងមកបែបឈៀសារហ្នឹងក៏មកឈៀដូចគ្នាដែរតែឈៀនេះគឺឈៀ60គីឡូអញ្ចឹងដោយសារយើងយកតាន់តឹងមកទេគឺខ្ញុំយកចន្លោះនេះដើម្បីយើងរៀបធ្វើកន្លែងចងរឹងគេយប់ហ្នឹងយ៉ាគឺថាឥឡូវតឡើងរួចរាល់ហើយម៉ោង4:17អញ្ចឹង4កន្លះជាមួយយើងឡើងទៅខាងលើដើម្បីយើងទៅមើល sunset បន្តិចហើយនេះជាកន្លែងដែលខ្ញុំគេយប់ហ្នឹងដូចនៅក្នុងកំពើដូចគ្នា and នេះយើងហត់គូសອບដែរជាមួយនឹងអណ្ដាបាទនេះផ្ទុះឯកនៅក្នុងដំណើរ60គីឡូរបស់ខ្ញុំគឺខ្ញុំយកថាទៅជាមួយហើយឥឡូវដើរមកដល់ក្នុងផ្សារហើយនៅក្នុងផ្សារខែនេះក៏មិនចាញ់ក្នុងកំពើប្រមាណដែរគាត់ថាមានភាពល្អជាងនៅក្នុងកំពើតែសម្រាប់ខ្ញុំគឺពិតជាចូលចិត្តខ្លាំងមែនតើនៅពេលដែលមានភ្លៀងធ្លាក់រលឹមតិចចេះហើយជាមួយនឹងវាស្មៅជាមួយនឹងផ្កាចាហួយដែលកំពុងតែរីកគឺពិតជាធ្វើឲ្យយើងស្រស់ស្រាយខ្លាំងមែនតើហើយសម្រាប់ការធ្វើដំណើរ60គីឡូនេះគឺយើងបានមកដល់ក្នុងផ្សារហើយខ្ញុំមិនបានថតអីច្រើនទេដោយសារពេលខ្ញុំមកដល់ហ្នឹងវាចាប់ដើមភ្លៀងតែម្ដងហើយក៏យើងពេលយប់ក៏យើងអត់បានធ្វើឲ្យដែរយើងគ្រាន់ញ៉ាំបាយហើយសម្រាប់យកកម្លាំងព្រោះថ្ងៃបន្ទាប់គឺជាថ្ងៃមួយដែលការធ្វើដំណើររបស់យើងរៀងវែងគួរសមដែរដែលយើងចេញពីក្នុងផ្សារទៅកាន់ក្នុងវាលថងនេះខ្ញុំយកមកគឺដាក់កាមេរ៉ាក្នុងហ្នឹងអ្នកគ្នាការពារបាទប៉ុណ្ណឹងព្រោះអីខ្លាចតែចូលទឹកស្វ័យហើយបាទយប់ថ្ងៃទី2យប់នេះយើងឆាប់ចូលគេងតិចចាំងមុខពោះស្អែកយើងត្រូវក្រោកពេលព្រឹកហើយអាចនឹងត្រូវប្រើចំណាយពេលអាចចំណាយពេលយូរគួរសមដែរព្រោះគីឡូស្អែកក៏ច្រើនដែរថ្ងៃហ្នឹងច្រើនដែរប៉ុន្តែលក្ខណៈថាវារៀងស្រួលស្អែកគឺយើងត្រូវដើរចុះឲ្យមានឡើងមានទួលអីចឹងវារៀងពិបាកក្នុងការធ្វើដំណើរមួយនេះដែរហើយមួយទៀតសកម្មភាពតែយើងទៅដល់ក្នុងវាលអត់យប់យើងដើរបានលឿនហើយនឹងមានទស្សនវិជ្ជាតាមផ្លូវជាច្រើនជាពិសេសហ្នឹងគឺដឹងតែជួបទីអីតាមផ្លូវច្រើន so ជួបគ្នាស្អែកទាំងអស់គ្នាបាយបាយគេញ៉ាំម៉ោង9កន្លះហើយចឹងល្មមដែលយើងចូលគេង Good night